សួស្តីពុកម៉ែបងប្អូនបងប្អូនអរគ្នាពិតជាស្គាល់ហើយផ្លែឈើវិញគឺជាផ្លែចម្ពោះទឹកឃ្មុំបាទហើយនេះគឺជាដើមរបស់វាសម្រាប់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលមានដីទំនេរបាទកុំទុកដីចោលបាទចេះដាំលេងទៅបាទហើយវាបានផ្លែហូបតែមួយឆ្នាំអីបានហូបហើយផ្លែវាផ្អែមឆ្ងាញ់នេះគឺជាដើមរបស់វាហើយនេះគឺជាផ្លែយើងដាក់ស្បោងការពារស្បៃការពារអញ្ចឹងដើម្បីកុំឲ្យសត្វវាតិចវាអីអញ្ចឹងណាបាទតែសត្វតិចទៅវាខ្លាចជាតកូវអញ្ចឹងយើងការពារវាទៅដើម្បីបានផ្លែល្អហើយយើងអត់ចាំបាច់បាញ់ថ្នាំហើយដើមជប៉ុននេះគឺផ្លែវារហូតផ្លែម្សាហើយវាផ្លែទៀតយើងគ្រាន់តែសល់ទឹកអង្ករដែលយើងលាងដាំបាយសល់ហ្នឹងយើងចាក់នៅគល់វាទៅវាចេញផ្កាមកទៀតហើយផ្លែវាវិលជុំយើងអាចបេះបានដូចបងប្អូនឃើញស្រាប់អញ្ចឹងនេះគឺផ្លែវាគឺចិត្តទុំហើយដល់សល់តែ2សប្តាហ៍ទៀតគឺវាទុំហើយគឺវាមានលក្ខណៈបែបហ្នឹងពណ៌ស៊ីជម្ពូលាយខៀវតិចតិចពណ៌ក្រហមព្រឹងអញ្ចឹងណាបាទផ្លែច្រើនណាស់មួយដើមខ្ទង់20ទៅ30គីឡូអីហ៎បើយើងមើលថែវាដល់ល្អអញ្ចឹងផ្លែវារសជាតិផ្អែមឆ្ងាញ់ណាស់ពេលវាទុំទៅក្រហមទៅខ្ញុំធ្លាប់ញ៉ាំនៅកន្លែងគេដាក់ផ្លែឈើឲ្យញ៉ាំអញ្ចឹងពណ៌ចម្ពូអញ្ចឹងដែរតែអត់ផ្អែមទេសាបតែនៅពេលខ្ញុំដាំខ្លួនឯងចេះផ្អែមឆ្ងាញ់បន្តិចទៀតខ្ញុំនឹងបេះវាហើយយកទៅញ៉ាំជាមួយនឹងអំបិលម្ទេសឲ្យបងប្អូនមើលខ្ចីចាស់ក៏ញ៉ាំបានដែរវាមិនផ្អែមខ្លាំងទេវាជូរអែមបាទហើយយើងអាចញ៉ាំមួយអំបិលម្ទេសក៏បានហើយរងចាំទុកឲ្យវាទុំហើយយើងញ៉ាំធ្វើជាផ្លែឈើលាងមាត់ក្រោយបាយក៏បានដែរផ្អែមឈ្ងុយដល់វគ្គបុកបន្ទះហើយទេសបេះនៅក្រោយផ្ទះយើងហ្នឹងដាំខ្លួនឯងហើយអំបិលគ្រួសយើងហ្នឹងណែខ្ញុំអត់ដាក់ស្ករប៊ីចេងទេដោយសារខ្ញុំអត់ហូបស្ករអត់ហូបប៊ីចេងអញ្ចឹងតែអញ្ចឹងក៏ឆ្ងាញ់ដែរអំបិលគ្រួសនោះមកហើយម្ទេសនោះមកបុកណែបុកឲ្យយើងញ៉ាំជាមួយវាបាទយើងបន្ទាប់ជាមួយអំបិលទៀតយើងបុកមិញហ្នឹងមកម្ទេសទាំងសណ្ដងហ្នឹងមកជាតិបងប្អូនផ្អែមជូរអែមជាមួយអំបិលម្ទេសហឹលឈ្ងុយម្ទេសមែនតើម្ទេសស្រស់យើងហ្នឹងអរគុណសម្រាប់ការទស្ស